បាទជំរាបសួរអ្នកទាំងអស់គ្នាឥឡូវនេះយើងនឹងបន្តវិជ្ជាកររបស់យើងតើតើនឹង part of speech បន្តទៀតឥឡូវយើងនឹងចូលដល់ចំណុចទី6ដែលយើងនឹងនិយាយអំពី preposition និយាយពី preposition ចឹងគេថា a preposition is a word that shows the relationship between a noun or pronoun and another word in a sentence. Preposition គឺជាពាក្យដែលបង្ហាញពីទំនាក់ទំនងរវាងនាមឬក៏សព្វនាមហើយនឹងពាក្យដទៃទៀតនៅក្នុងប្រយោគ It connects a noun or pronoun to the rest of the sentence and so how they are related វាភ្ជាប់នាមឬក៏សព្វនាមទៅនឹងប្រយោគហើយនឹងវាបង្ហាញពីទំនាក់ទំនងរបស់វា It often tells place, time, direction or movement, relationship or association អញ្ចឹងជាទូទៅវាប្រាប់យើងពីទីកន្លែងពីពេលវេលាពីទិសដៅឬក៏ចលនាហ្នឹងពីទំនាក់ទំនងពីការចូលរួមចំពោះ preposition ជាទូទៅ preposition ជាទូទៅនោះគឺវាមានដូចជា in on at under over between among before after with without to from ទាំងអស់នេះគឺជា preposition ណាអញ្ចឹងយើងនឹងចូលមកដល់ preposition ដែលប្រាប់អំពី place ឬក៏ place ដែលវាតាក់ទងនឹងទីកន្លែងដូចជាគេថា the book is on the table the on នេះគឺជា preposition អញ្ចឹងគេថាវាបង្ហាញពីទំនាក់ទំនងរវាងនាមហើយនឹងពាក្យដទៃទៀតនៅក្នុងប្រយោគហើយវាភ្ជាប់អីគេភ្ជាប់នាមឬក៏សព្វនាមទៅនឹងប្រយោគហើយបង្ហាញពីទំនាក់ទំនងរបស់វាអញ្ចឹង on នេះជា preposition វាភ្ជាប់នឹងនាមដែលជានេះ table នេះទៅនឹងប្រយោគ the book is អញ្ចឹងវាបង្ហាញពីទំនាក់ទំនងថា book បានសភៅគឺនៅលើតុអញ្ចឹងវាភ្ជាប់អាពីរហ្នឹងភ្ជាប់ the book is ដែលជាប្រយោគហ្នឹងហើយនឹងតែគេthe book is ហ្នឹងគឺនេះគឺ the rest of the sentence ហ្នឹងអញ្ចឹង table គឺជានាមគឺវាភ្ជាប់គ្នាដោយ on អញ្ចឹងវាបង្ហាញពីទំនាក់ទំនងរវាងសភៅនិងតុហ្នឹងទំនាក់ទំនងនឹងយ៉ាងម៉េចគឺតាក់ទងនឹង place បានថាតាក់ទងនឹងទីកន្លែងដែលសភៅហ្នឹងស្ថិតនៅបានថាសភៅហ្នឹងគឺស្ថិតនៅលើតុនេះសភៅវាបង្ហាញពីទំនាក់ទំនងអាសភៅគឺនៅលើតុនេះអញ្ចឹងបន្តទៀត the student are in the classroom វាបង្ហាញយ៉ាងម៉េចគឺបង្ហាញពីទំនាក់ទំនងរវាង classroom នេះវាភ្ជាប់ classroom នេះទៅនឹងប្រយោគ the sentence នេះបានថាបង្ហាញពីទំនាក់ទំនងថាទំនាក់ទំនងរវាង student ទៅនឹង classroom ហ្នឹងគឺ student ហ្នឹងយ៉ាងម៉េចវាគឺស្ថិតនៅក្នុងថ្នាក់រៀនបន្តមកទៀត The cat is under the chair នៅក្នុងនេះគឺវាភ្ជាប់
នាម chair នេះទៅនឹងប្រយោគ the cat is នេះបាទអញ្ចឹងវាភ្ជាប់ទៅនឹងប្រយោគហ្នឹងហើយវាបង្ហាញពីទំនាក់ទំនងរវាងchair ហើយនិង cat ហ្នឹងថា cat ហ្នឹងនៅទីណាគឺ cat ហ្នឹងគឺស្ថិតនៅក្រោមតុអញ្ចឹងយើងប្រើ under គឺជា preposition ដែលបង្ហាប់យើងអំពី place ហ្នឹងគឺកន្លែងណាដែលតើតើទៅ where តើទៅទីកន្លែងអញ្ចឹងនៅក្នុងហ្នឹងគឺវាភ្ជាប់ cat នេះគឺជា noun cat នេះជា noun ហើយអានេះគឺជាប្រយោគនេះ the cat ហ្នឹងបង្ហាញពីតំណែងថា the cat ហ្នឹងគឺនៅកន្លែងណាគឺនៅក្រោមអីបន្តទៀតគឺ preposition ដែលប្រាប់ពី time គឺពេលវេលាម្ដងអញ្ចឹងគេថា the class start at 7 o'clock ថ្នាក់រៀនគឺចាប់ផ្ដើមបាក់នៅម៉ោង7គឺយើងចាប់ផ្ដើមរៀននៅម៉ោង7អញ្ចឹងវា at នេះគឺជា preposition ដែលប្រាប់អំពី time ឬក៏ពេលវេលាហ្នឹងអញ្ចឹងវាភ្ជាប់នេះ7 o'clock នេះទៅនឹង rest of the sentence class នេះ start អញ្ចឹងវាបង្ហាញពីតំណែងទៅថា class ហ្នឹងគឺ start នៅពេលណាគឺនៅពេលម៉ោង7បន្តទៀត we study in the morning the morning នេះគឺវាភ្ជាប់គ្នាដោយ preposition in ដែលប្រាប់ពីពេលវេលាហ្នឹងហើយវាភ្ជាប់ទៅនឹង the rest of the sentence ហ្នឹងគឺ we study នេះហើយវានឹងបង្ហាញពីតំណែងតំណងថាតំណែងតំណងរវាង study ហើយនៅ the morning នេះបានថាយើង we study នេះគឺយើង study នៅពេលណាគឺនៅពេលព្រឹកគឺវាបង្ហាញពីតំណែងតំណងពីរហ្នឹងតមក he left after lunch ចឹង after នេះគឺជា preposition ដែលវាភ្ជាប់នឹង lunch នេះទៅនឹង rest of the sentence he left ទៅនឹងប្រយោគនេះ he left បានណាវាបង្ហាញថា he left after lunch បានណាបង្ហាញពីតំណែងតំណងរវាងប្រយោគ he left នេះទៅនឹង lunch នេះចឹងហើយបានគេថា preposition គឺជាពាក្យដែលបង្ហាញអំពីតំណែងតំណងរវាងនាមឬសព្វនាមហើយនឹងពាក្យដទៃទៀតនៅក្នុងប្រយោគហើយវាភ្ជាប់នាមឬក៏សព្វនាមហ្នឹងទៅនឹងប្រយោគហ្នឹងដើម្បីដែលវាបង្ហាញអំពីតំណែងតំណងរបស់ពួកវាបន្ទាប់មកទៀតគឺ preposition ដែលវាបង្ហាញពី direction or movement នេះអញ្ចឹងវាមានដូចជា to អានេះក៏បង្ហាញពីdirection ណាអញ្ចឹង to នេះគឺវាភ្ជាប់ school នេះទៅនឹងប្រយោគ she walk នេះកាលវាភ្ជាប់រវាងនាមនេះទៅនឹងប្រយោគនេះគឺបង្ហាញពីតំណែងតំណងរបស់ប្រយោគហើយនឹងនាមហ្នឹងគឺបង្ហាញតំណែងតំណងយ៉ាងម៉េចគឺ she walked បានថាបង្ហាញពីថានាងដើរដោយមានទិសដៅទៅសាលាបង្ហាញអញ្ចឹងមានតំណែងតំណងដូចអញ្ចឹងនេះវាមានតំណែងតំណងកាលណាវាភ្ជាប់នោះមកវាបង្ហាញពីតំណែងតំណងរវាងនាម school នេះទៅនឹង she walk នេះហើយបើយើងប្រើ preposition to នេះគឺតាក់ទងទិសដៅគឺបង្ហាញពីតំណែងតំណងថានាងមានទិសដៅដើរទៅសាលា The train came from Phnom Penh នេះគឺចង់បង្ហាញពីចលនាবা movement ថា the train នេះគឺមកពីភ្នំពេញអញ្ចឹងវាភ្ជាប់ភ្នំពាក្យថា
ភ្នំពេញនេះសព្វនាមនេះសព្វនាមភ្នំពេញនេះតំណឹងប្រយោគ the train came អញ្ចឹងវាបង្ហាញពីតំណង the train មកពីណាពីភ្នំពេញនេះគឺវាបង្ហាញពីតំណងនេះបានថាបង្ហាញពី the train គឺមកពីភ្នំពេញមួយទៀតគឺ preposition តកតនឹង relationship or association យើងមើល he wrote the report with a pen អញ្ចឹងនៅក្នុងនេះគឺ with នេះគឺជា preposition ដែលវាតកតនឹង relationship or association ហ្នឹងប៉ុន្តែវាមានតំណែងឬក៏រួមចូលគ្នាអញ្ចឹងបានថាវាភ្ជាប់ពាក្យនាម pen នេះទៅនឹងប្រយោគ he wrote the report អញ្ចឹងបានថាគាត់បានសរសេរ report អីសរសេរ report ជាមួយនឹងជាមួយ pen បានថាវាមានតំណែងទៅនឹង pen នេះចឹង he wrote the report ហ្នឹងគឺមានតំណងបង្ហាញពីតំណងរវាងដល់ការសរសេរហ្នឹងគឺជាមួយនឹង pen she came without her bag នាងមកដោយមិនមានកតាបរបស់នាងទេអញ្ចឹងវាបង្ហាញវាភ្ជាប់នឹងនេះ her bag នេះទៅនឹង rest of sentence she came នេះដែលវាបង្ហាញអំពីការជាប់ដែលបង្ហាញពីតំណង she came នេះជាមួយនឹង her bag ជាមួយកតាបរបស់នាងអញ្ចឹង without នេះក៏ជា preposition ដែរអញ្ចឹងសរុបមកវិញ preposition បានសរុបមកវិញ preposition គឺចង់សំដៅទៅលើពាក្យដែលវាបង្ហាញពីតំណែងរវាងនាមឬក៏សព្វនាមហើយនឹងពាក្យដទៃទៀតនៅក្នុងប្រយោគហើយវាភ្ជាប់នាមឬក៏សព្វនាមទៅនឹងប្រយោគនោះដើម្បីបង្ហាញពីតំណែងរបស់វាដូចជាយើងបានមើលឧទាហរណ៍មិញហើយគឺវាបង្ហាញពីតំណែងរវាងនាមហើយនិងសព្វនាមនិងទៅពាក្យដទៃទៀតក្នុងប្រយោគឧទាហរណ៍ថាដូចយើងឃើញមិញហ្នឹងដូចជាប្រយោគ the book is នេះអញ្ចឹងវាកាលណាវាភ្ជាប់ទៅនឹងនាមជាប់ទៅនឹងនាមដូចជា table នេះអញ្ចឹងវាបង្ហាញពីតំណែងរវាង table ទៅនឹងពាក្យ book នេះនៅក្នុងប្រយោគនេះហើយវាបានថាគេថាវាមានតំណែងរវាងនាមឬក៏សព្វនាមហើយនឹងពាក្យដទៃទៀតក្នុងប្រយោគឃើញទេវាមានតំណែងគ្នាអញ្ចឹងដូចជាពាក្យ table នេះកាលណាយើងប្រើ preposition វាភ្ជាប់គ្នាដោយ preposition គឺវាបង្ហាញពីតំណែងរវាងtable ហើយទៅនឹង book នេះតំណែងយ៉ាងម៉េចគឺbook ដែលមាននៅក្នុងប្រយោគនេះប្រយោគនេះ the book is នេះគឺតំណែងថាវាស្ថិតនៅលើតុអាហ្នឹងគេចង់សម្ដៅអញ្ចឹងអ្វីដែលសរុបមកវិញអញ្ចឹងខ្ញុំសូមបញ្ចប់preposition តំនេះសិនហើយយើងនឹងបន្តមេរៀនយើងបន្តទៀតនៅវីដេអូក្រោយគឺការបន្តសិក្សាអំពី part speech បន្តទៀតបាទសូមអរគុណសូមជម្រាបលា